សួស្តីចាថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយទៀតទាក់ទងនឹងការជួយម៉ាស្សាមុខដោយប្រើម៉ាស៊ីនហើយដំបូងឡើយខ្ញុំជូតសម្អាតស្បែកមុខរបស់ខ្ញុំជាមួយនឹង toner toner នេះគឺខ្ញុំប្រើបែបធម្មជាតិដើម្បីកុំឲ្យមានជាតិអាល់កុលពីព្រោះ toner ដែលប្រើជាតិអាល់កុលធ្វើឲ្យប៉ះពាល់នឹងស្បែកមុខចឹងណាហើយtoner ហើយយើងចាប់ផ្ដើមយកសេរ៉ូមលាបលើស្បែកមុខរបស់យើងដើម្បីជួយឲ្យស្បែកមុខយើងមានសំណើមផងដែរហើយជាសេរ៉ូមហ្នឹងគឺវាអត់មានជាតិប្រេងអីគ្រាន់តែថាជួយឲ្យស្បែកមុខយើងនឹងមានសំណើមតែប៉ុណ្ណឹងហើយមួយទៀតគឺយើងចាប់ផ្ដើមយកម៉ាស៊ីនរបស់យើងនឹងម៉ាស្សានៅលើស្បែកមុខរបស់យើងថ្នមជារង្វង់មូលទៅការធ្វើម៉ាស្សាវាជួយឲ្យផ្ចិតរំរោមផងដែរព្រោះដោយសារថាខ្ញុំមួយរយៈមុនគឺស្បែករបស់ខ្ញុំក៏គ្រាន់ថាមានស្នាមប្រហោងប៉ុន្តែអត់ខ្លាំងទេដល់ពេលអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើការម៉ាស្សាមួយទៀតតាមបែបនៅម៉ាស៊ីនម៉ាស្សាពីព្រោះការធ្វើការម៉ាស្សាតាមបែបម៉ាស៊ីនហ្នឹងគឺវាផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ស្បែកមុខដែរព្រោះពេលដែលខ្ញុំចាប់ផ្ដើមធ្វើវាទៅគឺឃើញបានលទ្ធផលល្អដែរហើយវាកាលពីមុនពីមុខខ្ញុំវាប្រហោងដូចខ្ញុំធ្លាប់បានចេញវីដេអូម្ដងហើយគឺវាប្រហោងតាមរយៈខ្ញុំប្រើជាមួយនឹងផលិតផលខុសអញ្ចឹងណាហើយបន្តមកទៀតខ្ញុំក៏ប្រើជាមួយនឹងaloe vera ពេលដែលខ្ញុំប្រើ aloe vera ហើយវាជាបាន50ទៅ60%គឺខ្ញុំចាប់ផ្ដើមប្រើម៉ាស៊ីនម្ដងប្រើម៉ាស៊ីនម៉ាស្សាគឺរត់តែជួយទៀតហើយពីព្រោះថាវាជួយទាញស្បែកមុខរបស់យើងឲ្យវាតឹងណែនហាប់ហើយប្រើលេអីគឺចូលជាងមុនទៀតអញ្ចឹងបងប្អូនបើចង់មានស្បែកមុខបាត់ប្រហោងអីទិញម៉ាស៊ីនម៉ាស្សាមុខទៅពីព្រោះម៉ាស៊ីនម៉ាស្សាមុខគឺល្អមែនតើជួយឲ្យស្បែកមុខរបស់យើងនឹងមានជាតិសំណើមហើយតឹងហើយមិនមានការប្រហោងមុខទៀតហើយការដែលខ្ញុំទិញម៉ាស៊ីនម៉ាស្សានេះគឺខ្ញុំប្រើទិញពីប្រទេសចិនមកហើយបងប្អូនអាចធ្វើការកម្មង់ទៅព្រោះខ្ញុំកម្មង់តាម Express ដែរទេហើយបើសិនជាបងប្អូនចង់ទិញកម្មង់តាមបុកតាម Express ហ្នឹងទៅហើយតម្លៃធូរថ្លៃទេអត់ថ្លៃដូចការយើងកម្មង់នៅក្នុងស្រុកខ្មែរយើងឯណាយើងកំធ្វើការកម្មង់ពីប្រទេសចិនហ្មងគឺវាធូរថ្លៃជាងហើយបងប្អូនអាចធ្វើការម៉ាស្សាដូចខ្ញុំអញ្ចឹងទៅពីព្រោះការម៉ាស្សាបែបរង្វង់បែបនេះធ្វើឲ្យស្បែកមុខរបស់យើងនឹងតឹងណែនហាប់ស្អាតចាអរគុណThink I'm perfect, I know I'm not, my mama be worried, I told her stop, they know I did drugs and think that I'm off, little do they know I never could stop, my manager hate when I'm pulling up late, back on my bullshit, she think it's a phase, I got relations I gotta maintain, I'm two different people, my side and my main, yeah, I'm sober, I'm an addict, I'm a low life, I got habits, but I refuse to be average, really so tired of acting, don't know what I miss no more, too bad.